រឿងមាលាដួងចិត្តមានប្រភពមកពីរឿងរ៉ាវក្នុងសង្គមខ្មែរដែលបកកក្រើកឡើងឆ្លងកាត់បាតុភូតសង្គមទាក់ទងនឹងជីវភាពរស់នៅប្រវត្តិសាស្ត្រសង្គ្រាមលោកលេខទី2ចន្លោះឆ្នាំ1939ដល់ឆ្នាំ1945ប្រភេទអក្សរសិល្ប៍ទំនើបបែបប្រឡំលោកមនោសញ្ចេតនានិងប្រវត្តិសាស្ត្រអ្នកនិពន្ធឈ្មោះលោកនូហាចរឿងមាលាដួងចិត្តបាននិពន្ធឡើងនៅឆ្នាំ1939និងបញ្ចប់នៅឆ្នាំ1946ពុទ្ធសករាជ2516រឿងនេះបោះពុម្ពជាលើកដំបូងនៅឆ្នាំ1972សង្ខេបរឿងមាលាដួងចិត្តវគ្គ1វិទ្យាល័យគ្រិស្តសករាជ1939យុវជនទីឃាវុឌ្ឍជាសិស្សរៀននៅថ្នាក់ទី2ទំនើបនៃវិទ្យាល័យព្រះស៊ីសុវត្ថិគេជាមនុស្សចូលចិត្តបណ្ដែតអារម្មណ៍ឲ្យអណ្ដែតអណ្ដូងព្រមទាំងចូលចិត្តស្ដាប់ចម្រៀងសៀមទៀតផងទីឃាវុឌ្ឍជាសិស្សឧស្សាហ៍មានប្រាជ្ញាឆ្លៀសវៃរៀនពូកែមុខវិជ្ជាភាសាអង់គ្លេសបារាំងនិងខ្មែរហើយថែមទាំងអាចរៀនភាសាថៃដោយខ្លួនឯងបានទៀតផងគេចូលចិត្តអានប្រលោមលោកនិងកំណាព្យជាភាសាបារាំងនិងអង់គ្លេសណាស់ពេលវិស្សមកាទីឃាវុឌ្ឍបានទៅលេងឪពុកម្ដាយនៅភូមិអូតាគីខេត្តបាត់ដំបងខណៈពេលធ្វើដំណើរតាមរថយន្តទីឃាវុឌ្ឍជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀតនាងនោះឈ្មោះច័ន្ទមនីអ្នកទាំងពីរសាសងគ្នាពីនេះពីនោះស្រាប់តែរថភ្លើងមកដល់ចំណតតែម្ដងទីឃាវុឌ្ឍនឹកស្ដាយមិនចង់ឃ្លាតឡើយវគ្គ2យល់សពគង់ខ្លាចជាការពិតមួយដងមួយកាលដែរក្រោយពីបានឈប់សម្រាកពិធីបុណ្យចូលឆ្នាំចិនរួចមកទីឃាវុឌ្ឍបានរៀបចំសម្ភារៈអីវ៉ាន់នានាដាក់ក្នុងកាបូបសរបស់ខ្លួនដើម្បីត្រៀមឡើងរថភ្លើងត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញគាត់ជួនរាត្រីនោះក៏មានភ្លៀងធ្លាក់មួយមេធំដែលជាហេតុនាំឲ្យមានការដក់ធ្លុកតាមផ្លូវព្រឹកឡើងទីឃាវុឌ្ឍបានធ្វើដំណើរចេញពីផ្ទះដើម្បីទៅទិញសំបុត្ររថភ្លើងគ្រានោះស្រាប់តែមានឡានមួយបានបើកមកហើយជះទឹកប្រឡាក់លើខ្លួនរបស់គាត់ពេញគាត់មានកំហឹងខឹងណាស់ពីព្រោះគាត់គិតថាហេតុតែគេជាអ្នកមានទ្រព្យសម្បត្តិច្រើនទើបគេមានចរិតក្រអឺតក្រទមបែបនេះពេលទៅដល់កន្លែងទិញសំបុត្រស្រាប់តែទីឃាវុឌ្ឍឃើញរថយន្តដដែលនោះចតទិញសំបុត្ររួមមាននារីជនជាតិសៀម3នាក់និងមានអ្នកតៃកងឡានបានជញ្ជូនកាតាបសទៅដាក់លើរថភ្លើងផងឃើញដូចនោះគាត់ក៏បានស្រវាទិញសំបុត្រឲ្យទាន់គ្នាផងដែរមុនពេលរថភ្លើងចេញដំណើរមនុស្សម្នាក់បានឡើងជិះរថភ្លើងដែលពេញដោយសម្ភារៈច្រើនស្កេកស្កាស់រកកន្លែងអង្គុយមិនបានចំណែកទីឃាវុឌ្ឍឡើងលើរថភ្លើងក្រោយគេក៏ត្រូវឈរបញ្ជ្រាបគ្នាតាមតែអាចធ្វើទៅបានដោយឃើញសេចក្តីលំបាកនិងនឹកឃើញដល់ពីបណ្ដាំរបស់អ្នកបើករថភ្លើងទើបទីឃាវុឌ្ឍស្នើបន្ទប់លេខ2សម្រាប់ស្ត្រីសៀម3នាក់នោះចូលអង្គុយជួយណែនាំពីទេសភាពនៅក្នុងស្រុកខ្មែរដោយហេតុនាងជាអ្នកថ្មីថ្មោងទើបមកពីស្រុកថៃដោយឡែកទីឃាវុឌ្ឍ
ចង់ចេញពីបន្ទប់លេខ2ត្រាប់តែនាងក្រមុំសៀមម្នាក់ឈ្មោះនាងច័ន្ទមនីហាមមិនឲ្យចេញពីព្រោះចង់ឲ្យនាយកំឡោះនោះពួកគេបានបរិភោគអាហារជាមួយគ្នានៅលើរថភ្លើងយ៉ាងសប្បាយរីករាយអ្នកទាំងពីរក៏បានបណ្ដុះភាពស្និទ្ធស្នាលនឹងគ្នាធ្វើឡើងបន្តិចម្ដងលើពាក្យសម្ដីនិងកាយវិការមិនយូរប៉ុន្មានរថភ្លើងក៏បានមកដល់ក្រុងភ្នំពេញក្រោយមកអ្នកទាំងពីរក៏បានបែកគ្នាត្រឹមនោះទៅវគ្គ3អរុណស្នេហាឪពុករបស់នាងច័ន្ទមនីបានមកទទួលហើយនាងក្រមុំបានណែនាំទីឃាវុត្តដល់លោកឪពុករបស់ខ្លួនឪពុករបស់នាងច័ន្ទមនីបានបបួលទីឃាវុត្តទៅលេងផ្ទះតែទីឃាវុត្តបដិសេធចាំពេលក្រោយ